យើងប្រើកុំព្យូទ័រវាមានកម្មវិធី CapCut ប៉ុន្តែវាទៅកម្មវិធី CapCut ជាកម្មវិធីមួយដែលសម្បូរបែបប៉ុន្តែគេពេញនិយមច្រើនប៉ុន្តែវាទាមទារក្នុងការភ្ជាប់ license ទៅវាប្រើស្រួលអញ្ចឹងគិតថាអ្នកទាំងអស់គ្នាចេះប្រើកម្មវិធី CapCut សម្រាប់ទូរស័ព្ទមួយចែកជូនបងប្អូនហើយយើងអាចយកទៅប្រើទៅវាដូចកម្មវិធីដែលគេបង់លុយប្រូដែរប៉ុន្តែវាមិន full ទាំងអស់ប៉ុន្តែយើងអាចប្រើជាងកម្មវិធីដែលយើងដែលជាប់ license ដែលបានបង់លុយអញ្ចឹងណាអញ្ចឹងវាដូចប្រូដែរអញ្ចឹងបើសិនជាមានកម្មវិធីផ្សេងទៀតដែលយើងអាចយកទៅប្រើទៅវាបានដោយមិនចាំបាច់បង់លុយសំខាន់ដែលប្រើលើទូរស័ព្ទប្រើការបានដូចអញ្ចឹងចឹងបើសិនជាអ្នកទាំងអស់គ្នាចង់បានកម្មវិធីហ្នឹងកុំភ្លេចចុច link Telegram ខាងក្រោយ Telegram ទៅហើយ